បាទសូមស្វាគមន៍មកជាថ្មីទាក់ទងកម្មវិធី I Enjoy Reading ជាមួយនឹង Highlight Library បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញទាក់ទងអំពីថាតើសៀវភៅនៅក្នុង Highlight Library មានជាលក្ខណៈនៃការដំណើររឿងបែបណាសម្រាប់កុមារក្នុងការរៀនការបង្ហាញអំពីពាក្យដែលកុមារត្រូវរៀនតាមសាច់រឿងដែលគាត់បានរៀនមួយទៀតគឺវិធីសាស្ត្រនៅក្នុងការរៀនដែលយើងហៅថា Read Along the Tool បានន័យថាកម្មវិធីអានហើយសិស្សគាត់អាចអានតាមបាននិងមួយទៀតគឺគាត់អាចអានដោយឯករាជ្យបាននៅក្នុងកម្មវិធី Highlight Library នេះគឺមាន function ដូចខាងក្រោមទី1គឺជាកន្លែងដែលយើងអាចចុចឲ្យសំឡេង The Ant and the Grasshopper ប្រសិនបើគ្រូចង់ឲ្យសៀវភៅនេះអានដោយខ្លួនឯងដោយស្វ័យប្រវត្តិគ្រាន់តែបើកឬក៏ចុចទៅលើ function auto នេះតែម្ដងរួចបន្ទាប់មកយើងចុច play The Ant and the Grasshopper បាទចឹងយើងឃើញថា សៀវភៅនេះគឺ Grasshopper called អាន to ដោយ Ant. ស្វ័យប្រវត្តិតែម្ដង It's such a fine day, he said. Come sing songs with me. អញ្ចឹងការដែលសៀវភៅអាចអានដំណើររឿងដោយស្វ័យប្រវត្តិនេះគឺលោកគ្រូអ្នកគ្រូអាចឲ្យចាក់ឲ្យកុមារគាត់មើលជាលើកដំបូងដើម្បីឲ្យគាត់ចាប់បាននៅភាសាក៏ដូចជាដំណើរនៅសាច់រឿងបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូអាចបិទនៅ function auto play នេះបានហើយបន្ទាប់មកទៀតគឺអាចចុច play Oh no, said Ant. We must find food for winter. ចឹងនៅពេលដែលយើងចុចបែបនេះកម្មវិធីគឺមិនបើកសៀវភៅដោយស្វ័យប្រវត្តិទេហើយអ្នកគ្រូអាចគ្រប់គ្រងទៅលើ clear ឬក៏ល្បះនីមួយៗបានបន្ថែមទៅទៀតលោកគ្រូអ្នកគ្រូអាចមើលទៅលើ function dictionary ដែលនៅក្នុងនេះគឺបានគូសនៅពីក្រោមពាក្យគន្លឹះដូចជានៅក្នុងសន្លឹក2នេះគឺមានពាក្យ morning and day with me come and must we ដែលជាពាក្យដែលសម្រាប់ឲ្យកុមារចាប់អារម្មណ៍ទៅលើយើងហៅថា useful word we must and ដែលជា frequency word ឬក៏យើងនិយាយថាពាក្យដែលឧស្សាហ៍ប្រើប្រាស់នៅក្នុងភាសាអង់គ្លេស Grasshopper sang instead. កម្មវិធីក៏ផ្ដល់ភាពងាយស្រួលដោយយើងអាចចុចទៅលើ clear ណាដែលយើងចង់អានម្ដងទៀតវិញបាន said Ant. បាទឧទាហរណ៍ថា We must find food for winter. ឧទាហរណ៍ថាសៀវភៅនេះបានអានចប់ហើយយើងអត់ទាន់នៅ clear ណាមួយចឹងយើងអាចចុចទៅលើល្បះហ្នឹង Come sing songs with me. បាទយើងអាចដាក់វានៅក្នុង full screen ហើយកុមារឬក៏សិស្សកូនសិស្សរបស់យើងគឺគាត់អាចអានដោយឯករាជ្យបានទៅតាមសៀវភៅដែលគាត់ចាប់អារម្មណ៍ជួបគ្នានៅវីដេអូក្រោយសម្រាប់កម្មវិធី I Enjoy Reading ដែលប្រើប្រាស់នៅកម្មវិធី Highlight Library សូមអរគុណ